សេចក្តីប្រកាសព័ត៌មានក្រសួងការពារជាតិមានកិត្តិយសសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថាការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានកើតឡើងនៅព្រឹកថ្ងៃទី28ខែឧសភាឆ្នាំ2025នៅភូមិដេកជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយបណ្ដាលឲ្យមានការបាត់បង់ជីវិតកងទ័ពយើងម្នាក់ការប៉ះទង្គិចគ្នានេះមិនមែនជាជំរឿសដែលកម្ពុជាចង់បាននោះទេហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃដើម្បីស្វែងរកដំណោះស្រាយរួមមួយនៅក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឲ្យបានឆាប់រហ័សនិងបង្ការកុំឲ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្ដងទៀតកម្ពុជាប្រកាន់ខ្ជាប់នៅមធ្យោបាយការទូតនិងការដោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងការរក្សាព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងជាព្រំដែនសន្តិភាពស្ថិរភាពការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកម្ពុជាបដិញ្ញាចិត្តនៅក្នុងការការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយក្នុងន័យនេះក្រសួងការពារជាតិសូមអំពាវនាវឲ្យសាធារណជនទាំងអស់មេត្តាកុំជឿនិងផ្សព្វផ្សាយនៅតាមបណ្ដាញទំនាក់ទំនងសង្គមនៅព័ត៌មានមិនពិតដែលអាចរុញច្រានស្ថានភាពនៅតាមបណ្ដោយព្រំដែនឲ្យមានអស្ថិរភាពនិងអសន្តិសុខព្រមទាំងបង្កឲ្យមានផលប៉ះពាល់ទំនាក់ទំនងរបស់កងទ័ពការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងសងខាងក្រសួងការពារជាតិក៏សូមស្នើឲ្យសាធារណជនទាំងអស់ទទួលយកនៅព័ត៌មានដែលមានប្រភពច្បាស់លាស់និងផ្លូវការជាពិសេសគឺការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិរាជធានីភ្នំពេញថ្ងៃទី28ខែឧសភាឆ្នាំ2025បាទនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនារសៀលថ្ងៃទី28ខែឧសភាឆ្នាំ2025នេះដែលបានចេញនៅសេចក្តីប្រកាសព័ត៌មានដែលតាក់ទងទៅនឹងការប៉ះទង្គិចរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅភូមិដេកជោមរតកឃុំមរតកស្រុកជាំខ្សានខេត្តព្រះវិហារហេតុការណ៍ដែលបានកើតឡើងកាលពីព្រឹកគឺបង្កឡើងទៅដោយកងទ័ពថៃដោយពួកគេបានធ្វើការបាញ់ប្រហារមុនមកលើលេនដ្ឋានដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាជាយូរលង់ណាស់មកហើយការបាញ់ប្រហារនេះគឺបណ្ដាលឲ្យបាត់បង់ជីវិតកងទ័ពកម្ពុជាយើងម្នាក់ក្រសួងការពារជាតិនេះក៏បានបញ្ជាក់ផងដែរថាការប៉ះទង្គិចគ្នានេះមិនមែនជាជំរឿសដែលកម្ពុជាចង់បាននោះទេហើយភាគីនឹងបន្តពិភាក្សាជាមួយនឹងក្រសួងការពារជាតិថៃដើម្បីស្វែងរកដំណោះស្រាយរួមមួយនៅក្នុងការធ្វើឲ្យស្ថានភាពវិលត្រឡប់ដូចដើមវិញឲ្យបានឆាប់និងបង្ការកុំឲ្យស្ថានភាពនេះកើតឡើងសារជាថ្មីម្ដងទៀតហើយកម្ពុជានេះក៏មានការប្រកាន់ខ្ជាប់នៅមធ្យោបាយការទូតក៏ដូចជាដំណោះស្រាយបញ្ហាដោយសន្តិវិធីព្រមទាំងរក្សាព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងព្រំដែនដើម្បីឲ្យមានសន្តិភាពស្ថិរភាពការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមកហើយកម្ពុជានេះក៏បានបដិញ្ញានៅក្នុងការការពារបូរណភាពទឹកដីនៅក្នុងតម្លៃណាក៏ដោយនេះគឺជាការបញ្ជាក់របស់ក្រសួងការពារជាតិនៅក្នុងសេចក្តីថ្លែងការណ៍ឬក៏ក្នុងសេចក្តីប្រកាសរួមមួយរបស់ខ្លួនជាមួយគ្នាដែរក្រសួងការពារជាតិក៏បានអំពាវនាវឲ្យសាធារណជននេះគឺកុំជឿនិងផ្សព្វផ្សាយនៅតាមបណ្ដាញទំនាក់ទំនងសង្គមនៅព័ត៌មានមិនពិតដែលអាចរុញច្រានស្ថានភាពនៅតាមបណ្ដោយព្រំដែនឲ្យមានអស្ថិរភាពអសន្តិសុខព្រមទាំងបង្កនូវផលប៉ះពាល់ដល់ទំនាក់ទំនងរបស់កងទ័ពការប្រព្រឹត្តទៅនៃជីវភាពធម្មតារបស់ប្រជាពលរដ្ឋក៏ដូចជាប្រទេសជាតិទាំងសងខាងផងដែរនៅក្នុងដែរក្រសួងការពារជាតិនេះក៏ស្នើឲ្យសាធារណជនទាំងអស់ទទួលយកនៅព័ត៌មានដែលមានប្រភពច្បាស់លាស់និងផ្លូវការជាពិសេសគឺការប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនេះគឺជាការបញ្ជាក់នៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា